បាទសួស្តីពុកម៉ែបងប្អូនអ្នកនេះហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអ្នកនេះអញ្ចឹងវីដេអូនេះគឺល្អខ្លាំងមែនទែនគឺសម្រាប់កម្ពុជារបស់យើងបងប្អូនអ្នកនេះសួរថាល្អយ៉ាងម៉េចបងប្អូនណាអញ្ចឹងនេះគឺជាក្រុមអ្នកដំណើរទេសចរពិភពលោកបងប្អូនអ្នកនេះមិនមែនលេងណាបាទគឺក្រុមអ្នកដំណើរពិភពលោកគឺអា Cyber Logo បងប្អូនអ្នកនេះដែលលោកធ្វើដំណើរបាទជាច្រើនប្រទេសឥឡូវនេះមកដល់ទឹកដីប្រទេសកម្ពុជារបស់យើងគឺជាប្រទេសទី70ហើយបងប្អូនអ្នកនេះហ្នឹងហើយអញ្ចឹងបើសិនបងប្អូនចង់ដឹងថាតើនៅក្នុងវីដេអូនេះមានសកម្មភាពអ្វីណានោះឬក៏មានបាទមានការអសន្តានាឬការពិភាក្សាអ្វីឬក៏មានទំនាក់ទំនងយ៉ាងម៉េចខ្លះសូមបងប្អូនទៅតាមដានទស្សនាជាមួយ admin ទាំងអស់គ្នាសម្រាប់ admin គឺឃើញវីដេអូនេះគឺគិតថាល្អខ្លាំងមែនទែនបងប្អូន Mandogiri welcome to Mandogiri hello nice to meet you nice to meet you Yeah, nice to meet you. my name is Ka Channel Kachana. Ka Channel yeah Oh, nice to meet you. nice to meet you Girls. yes Cyber nice to meet you here nice to meet you here ជំរាបសួរបាទជំរាបសួរ បងខ្មែរទេជំរាបសួរបងអូយមានស្អាតជាងខ្ញុំទេនេះអូយ thank you so much for visiting Mandolkiri thank you so much thank you welcome please enjoy please go inside oh very nice again what is this This is a shield. shield Ah, you have shield to- for what I have to defend myself. oh defend yourself បង A stick for protection. A Oh. leadership stick. okay very nice បាទបងប្អូនទាំងអស់គ្នាក្រុមការងារខាងបាទ Cyber Locos គាត់អញ្ជើញមកមណ្ឌលគិរីហើយនេះគឺជាឡានរបស់គាត់បាទហើយតាមអ្វីដែលខ្ញុំបានដឹងមកគឺគាត់ជិះបាន70ប្រទេសហើយប្រទេសកម្ពុជាគឺជាប្រទេសទី70ដែលគាត់អញ្ជើញមកឥឡូវគាត់មកភាសាអីនៅតាខ្មៅនេះបងប្អូនអរគ្នាហើយស្អែកគាត់នឹងទៅលេងតំបន់ទេសចរក្នុងខណ្ឌមណ្ឌលគិរីបាទហើយនឹងខណ្ឌស្អែកគាត់ទៅឡាវតែម្ដងបាទពិសេសខ្លាំងមែនទែនបាទគាត់អញ្ជើញមកនេះគឺជួយលើកបាទស្ទួយវិស័យទេសចរនៅខណ្ឌមណ្ឌលគិរីជាពិសេសនៅប្រទេសកម្ពុជារបស់យើងតែម្ដងបាទឥឡូវយើងចូលទៅខាងក្នុងនេះ logo របស់គាត់បាទយើងចូលទៅខាងក្នុងចង់ដឹងថាវាមានព្រឹត្តិការណ៍អ្វីខ្លះបាទនេះគាត់កំពុងតែ enjoy ខ្លាំងបាទមានការទទួលស្វាគមន៍ពីបាទបងប្អូនយើង បាទនៅបងប្អូនអ្នកគ្នាអញ្ចឹងតកតងជាមួយនឹងវីដេអូមួយនេះគឺល្អខ្លាំងមែនទែនបងប្អូនណាព្រោះដោយសារអីបាទនេះគឺជាការជួយផ្សព្វផ្សាយតកតងទៅនឹងគឺវិស័យទេសចរនៅប្រទេសកម្ពុជារបស់យើងបងប្អូនអ្នកគ្នាហើយយើងក៏អាចនឹងឲ្យអន្តរជាតិនឹងឲ្យបាទអ្នកដំណើរអន្តរជាតិអ្នកដំណើរពិភពលោកនេះអ្នកទេសចរពិភពលោកឲ្យគាត់បានដឹងពីបាទបានដឹងពីគេហៅថាអត្តចរិតបងប្អូនខ្មែរយើងគឺមានបាទគឺមានអត្តចរិតគឺសភាពរៀបសារបងប្អូនណារុះរីរាក់ទាក់បាទស្វាគមន៍ជនិតបាទសម្រាប់បាទអ្នកដំណើរបាទភ្ញៀវទេសចរអន្តរជាតិនិងជាតិបាទបងប្អូនអ្នកគ្នា គឺខុសប្លែកឆ្ងាយពីពួកសៀមបងប្អូនអ្នកគ្នាហើយតកតងជាមួយនឹងការធ្វើដំណើរបាទសម្រាប់ក្រុមអ្នកដំណើរបាទ Cyber Logo នេះដែលលោកបានមកនេះគឺល្អខ្លាំងមែនទែនឥឡូវនេះគឺលោកបានធ្វើដំណើររហូតដល់អីគេទៅដល់ខាងដូចជារតនគិរីបងប្អូនអ្នកគ្នាហ្នឹងហើយតាមរយៈវីដេអូមិញបាទហ្នឹងហើយអូខេត្តមណ្ឌលគិរីបងប្អូនណាហ្នឹងហើយអធិស្ឋានហ្នឹងហើយតាមពិតមណ្ឌលគិរីនិងរតនៈហ្នឹងវាបកគៀបកោគ្នាទេបងប្អូនអ្នកគ្នាហ្នឹងហើយ អញ្ចឹងបងប្អូនតកតងជាមួយវិស័យទេសចរសំខាន់ណាបងប្អូនណាគឺជាចំណូលមួយសម្រាប់ឲ្យយើងមានការរីកចម្រើនដែរបងប្អូនណាហ្នឹងហើយសម្រាប់វិស័យទេសចរនេះបាទឃើញនៅកម្ពុជារបស់យើងមួយរយៈហ្នឹងគឺឃើញមានអន្តរជាតិជាច្រើនដែលលោកជួយធ្វើការផ្សព្វផ្សាយឲ្យបាទដូចជាមួយរយៈមុនខាងឥណ្ឌាបាទខាងបងប្អូននៅខាងប្រទេសឥណ្ឌានោះបាទហ្នឹងហើយគឺគាត់បានជួយផ្សព្វផ្សាយពីរឿងប្រាង្គប្រាសាទអង្គរវត្តបាទដូនតាខ្មែរយើងនៅខាងខេត្តសៀមរាបនោះបាទឃើញមានបាទខ្ញុំទេសចរអន្តរជាតិឃើញមកលេងច្រើនណាបងប្អូនអ្នកនេះអានេះបើតាមទិន្នន័យនៃការផ្សព្វផ្សាយតាមប្រព័ន្ធបាទផ្សព្វផ្សាយផ្សេងៗបាទឃើញមានច្រើនបងប្អូនអ្នកនេះវាខុសប្លែកពីបាទពួកខាងសៀមយើងផ្សព្វផ្សាយគឺយើងមានពិតប៉ុន្តែពួកអាសៀម វាផ្សព្វផ្សាយប៉ុន្តែ
mà đó cứ admin đôi admin xong mà cho nó pi cho nó không video nắng admin xong mà gì pi thì tôi môi năng website thì cho rồi bênประเทศ Campuchia យើង នឹង ពួកសៀមពួកសៀម នោះ មក យ៉ាមុន មិន ខាង សៀម មិន គេ សាង ស្អី គេ ប្រាសាទ ស៊ីម៉ង់ កូវត្ត គេ នោះ បាទ ស៊ីម៉ង់ កូវត្ត គេ នោះ គេ សាង សង់ ហើយ គេ មិន ថត គេ ថត គេ មិន ធ្វើ ការ ផ្សព្វផ្សាយ បាទ ពី រឿង ផ្សាយ ទេសចរ របស់ គេ គេ ថា ណែ នៅ គេ គេ មាន កូវត្ត បែប នេះ បែប នេះ ចឹង ទៅ បាទ ហើយ គេ design គេ ចង់ ថា មិន ដឹង ទៅ គេ កែច្នៃ រូបភាព យ៉ាង ម៉េច ទេ នៅ ពេល ដែល ឃើញ ខិត្តប័ណ្ណ ឬ ក៏ ការ ផ្សព្វផ្សាយ គឺ វា ទំនង បងប្អូន ប៉ុន្តែ ស្រាប់ ទៅ ដល់ ពេល មក លេង អន្តរជាតិ គឺ គេ ឆ្ងល់ គេ ដើរ មើល ហើយ គេ ឆ្ងល់ គេ ថា អានេះ admin សុំ នេះ បញ្យល់ ឬ ក៏ បក ផ្សាយ ថា ដូច ភាសា ខ្មែរ ណា ប៉ុន្តែ តាម ន័យ គឺ របៀប ហ្នឹង សុំ អធិស្ឋាន បងប្អូន រៀង ស្អាត បង្កត់ ណា អញ្ចឹង នៅ ពេល ដែល គេ មក ដល់ គេ ឃើញ គេ សញ្ញាក់ ចិត្ត គេ អន់ ចិត្ត អ្នក ណា អន់ ចិត្ត ភៀវ អន្តរជាតិ គេ អន់ ចិត្ត គេ ថា មិន ក៏ ពេល ដែល ផ្សព្វផ្សាយ មិន ក៏ ឃើញ រូប បែប នេះ ទស្សនភាព បែប នេះ ហេតុ អ្វី ពេល មក ដល់ ឲ្យ ខ្ញុំ មើល តែ ប្រាសាទ ដែល ធ្វើ ពី ស៊ីម៉ង់ ហ្នឹង ឲ្យ ខ្ញុំ មក មើល ទៅ អី អា ហ្នឹង មិន ខ្វះ ទេ ណា ហេតុ អី បាន មក ខ្ញុំ មក មើល ប្រាសាទ ស៊ីម៉ង់ ហើយ មក ដល់ ឡើង ស្ងាត់ ចងំ ចង់ និយាយ ថា វា ខុស ពី អ្វី នៅ ការ ផ្សព្វផ្សាយ ផ្សព្វផ្សាយ ធ្វើ ដូច អស្ចារ្យ អច្ឆរិយៈ ប៉ុន្តែ មក ដល់ មើល ស៊ីម៉ង់ ខូច ឈ្មោះ រឿងរ៉ាវ នឹង មួយ អា ហ្នឹង គឺ តាក់ទង ជាមួយ វិស័យ ទេសចរ និង ពួក សៀម បងប្អូន អ្នកគ្នា អា ហ្នឹង មួយ រឿង ទៅ ដល់ រឿង មួយ ទៀត គឺ វា បាន ផ្សព្វផ្សាយ ដល់ ដែរ ប៉ុន្តែ មាន បាទ មាន គេ ហៅ ដូចជា គាត់ ហ្នឹង គឺ ជា YouTuber ដែល គាត់ តែង តែ ដើរ ជា លក្ខណៈ ជា vlog ឬ ដើរ ថត អី ហ្នឹង គាត់ ធ្វើ ជា វីដេអូ ណា បងប្អូន អ្នកគ្នា ហើយ ទៅ លោក ក៏ ឃើញ បាទ លោក ឃើញ សៀម គេ ចុះ ផ្សាយ ថា អូ កុំ មក លេង ប្រទេស កម្ពុជា អី ហ្នឹង តាម អ្វី ដែល គេ លាបពណ៌ កុំ មក លេង នៅ ខ្មែរ នៅ កម្ពុជា គ្មាន អ្វី ដែល ល្អ អស្ចារ្យ ទេ ម្ដង នោះ គឺ គ្មាន សុវត្ថិភាព ទេ ហើយ ចាស់ គេ តេះ គេ ឌី យើង គ្រប់ បែប យ៉ាង ទៅ តាម ការ បងប្អូន ធ្លាប់ ដឹង ឯង ការ តេះ ឌី អត់ មាន អត់ ដាក់ បញ្ចូល ទេ តែ យើង ដឹង ថា គេ តេះ ឌី គេ មាក់ងាយ យើង យ៉ាង ម៉េច គេ ថា យើង អត់ មាន សុវត្ថិភាព ទេ បាទ ហើយ សុក ខ្មែរ យើង នឹង មាន ទឹក លិច លង់ ច្រើន ពិបាក ដើរ លេង ដែរ ហើយ ក៏ គ្មាន កន្លែង ដែល អស្ចារ្យ ដែរ គ្មាន កន្លែង ដែល ដើរ លេង ដែរ អន្តរជាតិ ម្នាក់ ហ្នឹង គឺ លោក ចង់ ដឹង ការ ពិត ណា ហេតុ តែ ចង់ ដឹង ការ ពិត លោក មក ប្រទេស កម្ពុជា បាទ លោក មក ប្រទេស កម្ពុជា ពី តំបន់ មួយ ទៅ តំបន់ មួយ ពី មួយ ទៅ មួយ វា មាន អារម្មណ៍ ថា គឺ តាក់ ភ្នែក ហើយ និយាយ ពី ទឹក ដី ក៏ ថា ជា ទឹក ដី មួយ ដែល អច្ឆរិយៈ ដែល មិន ធ្លាប់ ឃើញ ដូច ជា ប្រាង្គ ប្រាសាទ អង្គរវត្ត នៅ ខេត្ត សៀមរាប ឬ ក៏ ទៅ តាម តំបន់ ឆ្នេរ តំបន់ ផ្សេង ហើយ ជា ពិសេស នោះ ស្ថានភាព របស់ បងប្អូន ខ្មែរ យើង នោះ វា មិន ដូច នឹង អ្វី ដែល វា លាប ពណ៌ ផ្លូវ ថ្នល់ អី សិត តែ កន្លែង ដែល នេះ វា អត់ ដូច នឹង អ្វី ដែល សៀម វា លាប ពណ៌ បងប្អូន ណា បាទ ហើយ ប៉ះ អ្នក ណា មិន ប៉ះ ហេតុ អ្វី ទៅ ប៉ះ YouTuber គឺជា បុគ្គល ដែល ល្បី ដែល គាត់ ធ្វើ វីដេអូ ឃ្លីប ហើយ មាន អ្នក ជា ច្រើន គេ បាន ដឹង បាន ឮ នេះ បាទ វា ប៉ះ អញ្ចឹង គ្រាន់តែ លោក មក ទស្សនា មក ដើរ កំសាន្ត តំបន់ នេះ តំបន់ នោះ ហើយ លោក គាត់ បាន ជឿ ថា ជា ការ សួរ នាំ ឬ ក៏ ការ មាន តំណែង ជាមួយ បងប្អូន ខ្មែរ យើង ហើយ នឹង តាម កាយវិការ និង តាម ជីវធម៌ ធម្មតា បងប្អូន ខ្មែរ យើង គឺ មាន ភាព រុះរាយ រាក់ទាក់ ណាស់ បាទ គ្រាន់តែ លោក បាន ហើយ លោក ចេញ វីដេអូ ឃ្លីប មួយ ពឹង ប្រទេស កម្ពុជា គឺជា ទឹក ដី ប្រទេស មួយ ដែល អច្ឆរិយៈ ដែល លោក មិន ធ្លាប់ ឃើញ ហេតុ អ្វី បាន ជា ប្រទេស ថៃ គាត់ និយាយ ហេតុ អ្វី បាន ជា ប្រទេស ថៃ នឹង លាប ពណ៌ ភូត ទៅ តាម ការ ផ្សព្វផ្សាយ ថា ប្រទេស កម្ពុជា មិន ល្អ អត់ ទេ ប្រទេស កម្ពុជា ប្រៀប ដូច ឋាន សួគ៌ ក្រោម មេឃ បងប្អូន យល់ យ៉ាង ណា ដែរ នៅ ពេល ដែល ភ្ញៀវ អន្តរជាតិ ដែល លោក មក លេង ហើយ លោក បាន និយាយ ថា ប្រទេស កម្ពុជា ប្រៀប បាន ដូច ជា ឋាន សួគ៌ ក្រោម មេឃ គឺជា ទឹក ដី មួយ ដែល ត្រជាក់ មនោរម្យ បងប្អូន ដល់ គ្នា យល់ យ៉ាង ណា ដែរ បាទ អានេះ គឺជា ភាព ដែល ល្អ មួយ សម្រាប់ កម្ពុជា យើង នៅ ពេល ដែល មាន អន្តរជាតិ លោក មើល ឃើញ ហើយ លោក ចេញ ផ្សព្វផ្សាយ បែប ហ្នឹង គឺ ល្អ ណាស់ ល
ល្អតើតើជាមួយនឹងវិស័យទេសចរគឺអាចធ្វើឲ្យអន្តរជាតិច្រើនទៀតលោកមកលេងកាលណាមកលេងគឺយើងវាមានចំណូលហើយក៏មានចំណេញនៅក្នុងហ្នឹងហើយសួរចំណេញទៅណាបងប្អូនយើងនៅក្នុងជុំហ្នឹងបាទលុយនៅក្នុងហ្នឹងអញ្ចឹងអាហ្នឹងវារីកចម្រើនទៅតាមហ្នឹងបងប្អូនណានឹងអញ្ចឹងមិនថាតើតើជាមួយនឹងការផ្សព្វផ្សាយវិស័យទេសចរហ្នឹងគឺជាចំណែកមួយសម្រាប់ឲ្យប្រទេសជាតិយើងគឺមានការរីកចម្រើនដែរអញ្ចឹងដូចជាក្រុមដំណើរកម្សាន្តពិភពលោកបាទក្រុមបាទ Cycle របស់ដែលលោកបានបាទបាទដូចជាឈ្មោះអធិស្ឋានបាទCycle logo បាទបងប្អូនទាំងគ្នាដែលលោកបានធ្វើដំណើរកម្សាន្តមកដល់មកដល់ទឹកដីប្រទេសកម្ពុជារបស់យើងបាទពីតំបន់មួយទៅមួយលោកតែងតែថតផ្សព្វផ្សាយបងប្អូនណាហើយសួរថាលោកថតផ្សព្វផ្សាយនឹងមានអ្នកមើលអូច្រើនណាស់បងប្អូនទាំងគ្នាហើយមិនដឹងថាលោកយកទៅផ្សព្វផ្សាយក្នុងប្រព័ន្ធអីខ្លះដូចជាស្ដែងក្នុង Facebook YouTube ឬក៏ social media ផ្សេងTikTok ហ្នឹងបាទគឺលោកដាក់ទៅទាំងអស់ហើយដល់ពេលនោះគឺបាទពិភពលោកនឹងបានស្គាល់យើងតាមរយៈបែបហ្នឹងណាបងប្អូនទាំងគ្នាអញ្ចឹងមិនថានេះគឺជារឿងរ៉ាវដែលល្អសម្រាប់កម្ពុជារបស់យើងបងប្អូនណាហ្នឹងហើយក៏សូមអធិស្ឋានបងប្អូនណាក៏សូមអធិស្ឋានទៅនឹងការចូលរួមជាមតិយោបល់ខេឡូមានកន្លែងណាដែលប៉ះពាល់ទៅដល់អារម្មណ៍បងប្អូននេះក៏សូមអធិស្ឋានទុកមុនបងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាហើយយើងក៏សង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបងប្អូនទាំងអស់គ្នាបាទចុងក្រោយសូមអរគុណ